បាទសួស្តីនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីវិធីនៃការ apply យក Facebook Ad ដើម្បីយើងអាចមានសិទ្ធិរកលុយជាមួយនឹងក្រុមហ៊ុន Facebook បានបាទសូមបញ្ជាក់ថា Facebook Ad នេះគឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook អញ្ចឹងបើសិនយើងសុំសិទ្ធិវាជាសមាជិកហើយមានន័យថាបើសិនវា approve ហើយយើងអាចយក Facebook Ad ហ្នឹងមកដាក់នៅលើ website របស់យើងបានអញ្ចឹងកាលណាយកមកបានហើយ website របស់យើងនឹងចេញជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook អញ្ចឹងមាន visitor បាទមានន័យថាអ្នកដែល online ហ្នឹងគាត់អាចនឹងចូល website របស់យើងគាត់ឃើញពាណិជ្ជកម្មហ្នឹងទៅគាត់ចុចអញ្ចឹងយើងជាម្ចាស់ website យើងអាចទទួលបានបាទចំណូលតាមរយៈហ្នឹងបាទ Facebook Ad នេះគឺមានន័យដូចបាទវាស្តៀងទៅដូចនឹង Google AdSense ដែរបាទគឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook បាទ Google AdSense គឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google ផ្សេងគ្នាណាបាទអញ្ចឹងដើម្បីរកលុយជាមួយនឹងក្រុមហ៊ុន Facebook បានគឺចាំបាច់យើងត្រូវមាន account Facebook មួយហើយមួយទៀតហើយនឹងយើងត្រូវបង្កើត Facebook page បាទណាដើម្បីយើងអាចapply សុំសិទ្ធិ Facebook Ad មកដាក់នៅ website របស់យើងបានអូខេអញ្ចឹងទីដំបូងបំផុតអ្វីយើងត្រូវមាននោះទី1យើងត្រូវមាន account Facebook ឲ្យហើយបាទទី2យើងត្រូវមាន Gmail ដើម្បីយើងបង្កើត website ជាលក្ខណៈ blogger ក៏បានឬ WordPress ក៏បានបើមិនយើងមាន Gmail មកយើងអាចបង្កើត website ជា blogger បាទមិនចាំបាច់ទិញ hosting អី domain អីទេបាទដើម្បីយើងយកពាណិជ្ជកម្មរបស់ Facebook Ad នេះមកដាក់នៅលើ website របស់យើងណាដើម្បីយើងចេញជាពាណិជ្ជកម្មមកគេចុចអូខេឥឡូវយើងចាប់ដើមបងប្អូនគ្នាជាមួយនឹងជំហានដំបូងបងប្អូនគ្នាអូខេអញ្ចឹងជាដំបូងយើងចូលទៅក្នុង Facebook សិនបាទនេះគឺជា account Facebook របស់ខ្ញុំមួយអញ្ចឹងយើងចូលទៅក្នុង page របស់យើងឥឡូវយើងទៅ page របស់យើងមានប្រហែលយើងអាចចុចទៅសញ្ញា pro នេះមួយមកបាទខ្ញុំចុចក្នុងនេះមានបង្ហាញ3 page តែក៏ពិតខ្ញុំមានច្រើន page ទៀតបាទខ្ញុំចុចពាក្យថា see more នេះមកក៏បានដែរបាទអញ្ចឹងខ្ញុំមាន page ប្រហែលជា 4-5 page ដែរអញ្ចឹងបើសិនបងប្អូនអត់តមាន page ទេបងប្អូនអាចចុចសញ្ញាព្រួយនឹងមួយមកចុចពាក្យ create page បាទនេះណា create page បងប្អូនអាចចុចពាក្យ create page ទៅបងប្អូនរើស page category ណាមួយដែលបងប្អូនចង់បានឧទាហរណ៍ page របស់បងប្អូននិយាយពី entertainment បាទនិយាយពីចម្រៀងនេះពីវីដេអូអញ្ចឹងណាបងអាចរើសបានហើយធ្វើតាមការណែនាំរបស់វាទៅប៉ុន្តែពេលនេះគឺខ្ញុំមាន page ដែលខ្ញុំបានបង្កើតហើយអញ្ចឹងខ្ញុំមិនចាំបាច់បង្កើតទៀតទេខ្ញុំចុចលើ page របស់ខ្ញុំតែម្ដងបាទនេះជា page របស់ខ្ញុំមួយអញ្ចឹងដើម្បី apply ជាមួយនឹង Facebook Ad បានគឺយើងចូលទៅក្នុង page របស់យើងសិនហើយយើងចូលទៅក្នុងបាទ setting បាទនេះគឺជា page មួយដែលយើងបានបង្កើតបាទម្លាយយើងមានតែប្រហែលទេបាទមានតែ190 like ទេអូខេអញ្ចឹងដើម្បីចូលដល់ apply សុំសិទ្ធិវាជាសមាជិកដើម្បីយក ad របស់វាដាក់លើ website របស់យើងបានគឺយើងអាចចូលទៅក្នុង google.com មកដើម្បីយើង search ពាក្យមួយដែលយើងអាចបាយពាក្យថា instant បាទ instant article ណាបាទបាយពាក្យថា instant article មកវាឲ្យយើងទៅដល់កន្លែង Facebook នឹងតែម្ដងបាទនេះបាទនេះណានេះ instant article មាន s មកហើយចុចមួយមក fb.com បាទអញ្ចឹងយើងអាចចុចលើកន្លែងហ្នឹងមកបាទជាពាណិជ្ជកម្មរបស់ខ្លួន Facebook ដែលយើងអនុញ្ញាតឲ្យយើងអាចរកលុយជាមួយវាបានណាចុចមកដល់កន្លែងចេះអញ្ចឹងបងប្អូនត្រូវទៅជឿបន្តទៀតគឺចុចពាក្យថា sign up បាទអញ្ចឹងខ្ញុំចុចពាក្យថា sign up បាទបន្តមកទៀតវាចូលដល់ឲ្យយើង select page បាទអញ្ចឹងនៅកន្លែងនេះយើងត្រូវប្រកាសថាយើងកំពុងតែ log in ក្នុង account របស់យើងបាទណាកំពុង log in ក្នុង account របស់យើង Facebook នេះបានវាចុចកន្លែងហ្នឹងទៅគឺវាបាទទាញមករាប់បង្ហាញ page លើនេះណាអូខេជាជំហានបន្តមកទៀតតើខ្ញុំត្រូវជ្រើសរើស page មួយណាដែលខ្ញុំចង់ apply យក Facebook Ad មកដាក់ណាអូខេអញ្ចឹង Facebook មួយបាទ Facebook page មួយវាត្រូវ apply មកមួយអញ្ចឹងមក Facebook ច្រើនបាទ Facebook page ច្រើនគឺវាត្រូវ apply ច្រើនដងដែរដោយឧទាហរណ៍ថាចង់ apply យក page មួយចូលដល់ page នេះបាទ page amazing image and video បាទសូមបញ្ជាក់ថាមុននឹងយើង apply បានទោះថាយើងជា admin បាទជា admin នៃ page ហ្នឹងបើមិនយើងអត់ admin ទេយើងអត់អាច apply យក Facebook Ad ហ្នឹងមកដាក់ website របស់យើងបានទេអញ្ចឹងត្រូវប្រកាសថាយើងជាម្ចាស់ page មួយហ្នឹងបាទអញ្ចឹងចុចពាក្យមកចុចពាក្យថា tick មួយនៅកន្លែងបាទ page ណាដែលយើងចង់ apply អញ្ចឹងចុចលើ page មួយចុចលើមកហើយបន្តមកទៀតយើងចុចនៅពាក្យថា by process you agree to the instant article team បាទខ្ញុំ tick នៅខាងមុខនេះមួយតមកទៀតចុចលើពាក្យថា access instant article tool បាទណាចុចលើវាមកបាទអញ្ចឹងវាសួរទំនួលមកទៀតអញ្ចឹងចុចថា continue បាទអញ្ចឹងរងចាំបន្តិចវានឹង approve ឲ្យយើងភ្លាមតែម្ដងបាទបន្តមកទៀតយើងចូលមកដល់ក្នុងនេះបាទអញ្ចឹងជំហានបន្តមកទៀតគឺយើងចុចនៅកន្លែងពាក្យមួយដែល
បាទមានពាក្យថា connect to your site បាទនៅកន្លែងនេះមានន័យថាឲ្យយើងភ្ជាប់ website របស់យើងណាតាម website ណាដែលយើងចង់បង្ហាញពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook ហ្នឹងអញ្ចឹងខ្ញុំចុចលើសញ្ញាព្រួយនេះមួយមកដើម្បីធ្លាក់ menu តទៀតបាទនេះណាអូខេអញ្ចឹងដើម្បី connect your site ដើម្បីភ្ជាប់ website យើងជាមួយ Facebook ដល់ធ្វើម៉េចអញ្ចឹងវាឲ្យ copy នេះបាទកូដនេះកូដមួយជួរនេះយើង copy ទាំងអស់មកបាទយើង copy វាអញ្ចឹងយើងទៅបង្កើត blocker បាទយើងបង្កើត website ដើម្បីដាក់អាហ្នឹងអញ្ចឹងយើងចូលទៅក្នុង blocker វិញមកយើងអាចវាយពាក្យថាបាទ www 3ដងហើយ block បាទ blocker.com បាទណាអញ្ចឹងកន្លែងនេះគឺឲ្យតែយើងមាន Gmail មួយយើងអាចបង្កើត website បានអញ្ចឹងបងប្អូនឲ្យវាយពាក្យថា blocker.com មកហើយ enter ទៅបាទបងប្អូនដាក់ email បងប្អូនចូលមកដាក់ password ចូលទៅបាទខ្ញុំដាក់ password របស់ខ្ញុំបាទឥឡូវខ្ញុំចូលមកដល់ website របស់ខ្ញុំមកក្នុងនេះខ្ញុំមាន website 2បាទបើសិនជាបងប្អូន email ថ្មីអត់មានទេណាគឺទៅស្អាតអញ្ចឹងបងប្អូនចុចពាក្យថា new blog បាទខ្ញុំចុចពាក្យថា new blog មកដើម្បីទៅបង្កើត website ថ្មីអញ្ចឹង website ថ្មីរបស់បងប្អូននឹងតើនិយាយពីអីគេឧទាហរណ៍ថា top top line tip អីចឹងដូចជាដាក់ណាបាទអញ្ចឹងនេះគឺជា title នៃ website របស់យើងតើយើងនិយាយពីអីខាងក្រោមនេះគឺជា address នៃ website របស់យើងបាទដូចជា facebook.com អីចឹងណាប៉ុន្តែ domain ហ្នឹងគេទិញបានហើយអញ្ចឹងនេះយើងប្រើ free អញ្ចឹងវាអត់បានដូចរបស់គេទេយើងអាចដាក់មកខ្ញុំខ្ញុំដាក់ top line tip ដែរមកមានអត់អញ្ចឹងបើសិនចេញតែបានដាក់ sorry this blog address is not available មានន័យថាឈ្មោះហ្នឹងគឺត្រូវគេយកបានដែរអត់មានទេអញ្ចឹងអញដាក់ថ្មីឲ្យខុសពីហ្នឹងដាក់ឧទាហរណ៍24អីចឹងណាបាទបើធីចេះបានមានអញ្ចឹងយកហ្នឹងមកហើយតទៅទៀតចុចពាក្យថា create blog បាទហើយយើងចាំបន្តិចអូខេឥឡូវយើងមាន blog មួយណាបាទអញ្ចឹងបើសិនយើងមើលតើវា blog ចេញមកយើងអាចចុចកន្លែងនេះបាទ right click មក open new link in new tab មកតាម website របស់យើងយ៉ាងម៉េចបាទចុចលើ tab ថ្មីហ្នឹងទៅវាចេញមកអញ្ចឹងណាប៉ុន្តែ template ហ្នឹងគឺវាអត់ស្អាតបាទទ្រង់ទ្រីរូបរាងនៃ blog ហ្នឹងវាអត់ស្អាតអញ្ចឹងត្រូវដូរយកអាណាដែលស្អាតមកអញ្ចឹងបងប្អូនអាចចូលទៅក្នុងប័ណ្ណនេះវិញមកបាទហើយចូល new tab មកដាក់ google.com មកដាក់ www.google.com ដើម្បីយើងទៅស្រាវជ្រាវទៅរក template រូបរាងណាដែលស្អាតចាំបងប្អូនអាចវាយពាក្យថាបាទបងប្អូនអាចចូល website មួយបាទបងប្អូនអាចដាក់ blogger team 9.com បាទណា blogger team 9.com គឺជាកន្លែងមួយដែល free បាទរូបរាង website របស់យើងអញ្ចឹងយើង enter មកបាទនេះគឺជាទ្រង់ទ្រី website template ដែលគេបានរក្សាទុកស្រេចបាទអញ្ចឹងយើងពេញចិត្តមួយណាយកមួយហ្នឹងមកប៉ុន្តែខ្ញុំតម្រូវខ្ញុំ recommend ឲ្យបងប្អូនប្រើ theme មួយបាទឥឡូវខ្ញុំសាក next ទៅសិនមកtemplate រូបរាងហ្នឹងគឺនៅលេខរៀងទី6មានឈ្មោះថា fresh slide ណាបាទខ្ញុំ next រហូតវាមកដល់ឲ្យដល់លេខ6សិនមកបាទខ្ញុំ next មួយទៀតអូខេឥឡូវដល់ហើយបាទគឺខ្ញុំ recommend ឲ្យប្រើ theme មួយនេះបាទអញ្ចឹងបងប្អូនចុចលើ theme មួយហ្នឹងដែលមានឈ្មោះថា fresh slide មកបាទចុចលើវាដើម្បីយកទៅ download ណាអូខេអញ្ចឹងយើងចុចពាក្យថា download នេះមកបាទនេះវាធ្វើការ download ឲ្យយើងតមកទៀតចុចពាក្យថា download បាទនេះកំពុង download ហើយពេល download ចប់បងប្អូនអាចចុចលើ folder ហ្នឹងមកដើម្បីទៅបើកទីតាំងរបស់វាដែលយើងបាន download ហើយណាបាទនេះគឺជា template ដែលយើងបាន download មិញបាទណាហើយបន្តមកទៀតយើងគ្រាន់តែពលាវាមកយើង right click យើងពលាវាមក extract to fresh slide theme ដូចឈ្មោះវានឹងមកបាទពលាវាមកអញ្ចឹងវាចេញជា folder មួយទៀតបាទនេះណាឃើញទេឬក៏បើសិនបងប្អូនកម្មវិធី WinRAR ទេបងប្អូនអាចdouble click វា2ដងមកវាចេញមកអញ្ចឹងអញ្ចឹងបងប្អូនអាចទាញវាចេញក្រៅក៏បានដែរបាទទាញវាទាំងអស់ហ្នឹងចេញក្រៅក៏បានដែរអញ្ចឹងវាចេញមកប្រហែល file 3 file នេះណាអញ្ចឹងអានេះខ្ញុំអាចលុបចោលមកឲ្យច្រឡំទៅវិញមកបងប្អូនអាចប្រើមិនមកនេះ fresh slide theme ហ្នឹងហើយនេះគឺជាបាទ template របស់យើងណាបាទនេះគឺជា instruction មកន័យថាវិធីនៃការប្រើយ៉ាងម៉េចបងប្អូនអាចមើលបានជា file word
បាទឃើញនេះវិធីដាក់កាត់តាក់ការីមិនឥឡូវអូខេចាប់ដើមប្រើ fresh light របស់យើងណាអញ្ចឹងខ្ញុំនេះទីតាំងដែលខ្ញុំបាន download មិញនៅលើនេះបាទខ្ញុំអាចដាក់នៅមកហ្នឹងខ្ញុំ copy វាមកអញ្ចឹងខ្ញុំចូលទៅក្នុងបាទ theme មិញនេះបិទវិញបាទខ្ញុំបិទវិញខ្ញុំ download ហើយយើងចូលទៅក្នុងបាទ template យើងចូលទៅក្នុងបាទនេះ backup and restore យើងចុចពាក្យថា choose file ដើម្បីយើងទៅយក file មិញបាទអញ្ចឹងរកទីតាំង file នៅណាមិញខ្ញុំអាចដាក់មកលើនេះមកហើយផាសវាមកដើម្បីរកទីតាំងមកឲ្យឃើញចុច enter មួយមកវាចូលមកច្បាស់នេះណាបាទឬក៏យើងបើសិននៅកុំព្យូទ័ររបស់យើងយូរកាលវាអាចនៅកន្លែង download នេះចុចលើ download មកនេះចេញមក fresh light ចេញមកណាអញ្ចឹងចុចលើ file មួយដែលមានឈ្មោះថា fresh light template ចុចមួយមក XML ហ្នឹងណាចុចលើហ្នឹងមកហើយ open បាទចុចពាក្យថា upload ហើយរងចាំពេលចាំវា upload ចប់យើងនឹងចេញជា website មួយបាទហើយអញ្ចឹងនៅកន្លែងនេះបងប្អូនអាចចុចទៅសញ្ញាកងចក្រនេះមួយមកយើងដូរវាមកជាទីយកទី2បាទណាយើងយក save មកអញ្ចឹងយើងចុច right click open new link មកតើវាចេញមិន website របស់យើងមិនហ្នឹងបាទគេចេញដូររូបរាងថ្មីបាទណាគេខ្ញុំបិទវិញអញ្ចឹងយើងបាន website មួយរូបរាងថ្មីហើយអញ្ចឹងយើងអាចចូលទៅក្នុងប៉ុសអត្ថបទមកខ្ញុំធ្វើចូលក្នុងប៉ុសបាទអញ្ចឹងបងប្អូនសិនចង់បង្កើតអត្ថបទថ្មីបងប្អូនចុចពាក្យថា new ប៉ុសមកបាទចុចពាក្យ new ប៉ុសហើយបងប្អូនសរសេរអត្ថបទចូលក្នុងមកបាទនៅកន្លែងនេះយើងអាចសរសេរអត្ថបទហើយកន្លែងនេះគឺជាចំណងជើងនៃអត្ថបទបាទអញ្ចឹងបើសិនបងប្អូនអត់មានអត្ថបទទេបងប្អូនអាចចូលទៅក្នុង website មួយបាទអាចដាក់វាយពី lifehack បាទ lifehack.org ណាដើម្បីយើងអាចទៅខ្ចីជាអត្ថបទពីគេ website របស់គេមកសិនណាអូខេអញ្ចឹង enter មកបាទនេះគឺជា website របស់គេគឺវានិយាយអំពីអត្ថបទទូទៅបាទតាក់ទងបាទអត្ថបទផ្សេងៗដែលមានអត្ថប្រយោជន៍ណាយកថខ្ញុំអាច copy ពីរបស់គេណាមួយសិនមកឧទាហរណ៍ថាបាទមួយនេះចុះបាទអញ្ចឹង8ចំណុចដែលបំបត្តិstress អីណានេះចេះ copy សិនមកយើងចុចលើវាមកតោះមកវានឹងជាអត្ថបទឲ្យយើងឃើញបាទណាងរំអត្ថបទយើងបិទចោលទៅកុំខ្វល់មកវាអញ្ចឹងយើងអាច copy បាទអាច copy វាទាំងអស់ហ្នឹងមកបាទ right click copy ហើយយើងនឹងយកមកផាសនៅក្នុង blogger របស់យើងបាទ website របស់យើងហ្នឹងយើង right click ផាសមកអញ្ចឹងទៅវាចេញនេះដូចតិចពេកអត្ថបទខ្ញុំអាចទៅ copy ពីផ្សេងមកអញ្ចឹងនេះ right click ផាសវាចេញមកអញ្ចឹងនៅកន្លែង post title នេះយើងអាចដាក់ចំណងជើងនៃអត្ថបទរបស់យើងតើអត្ថបទនឹងចង់និយាយពីអីបាទបន្តមកទៀតយើងចុចពាក្យថា public បាទឥឡូវយើងមានអត្ថបទមួយអញ្ចឹងយើងអាចទៅមើលអត្ថបទតើវាចេញយ៉ាងម៉េចយើងអាចដាក់មកនៅកន្លែងនេះមកយើងនឹងពាក្យថា view right click view អត្ថបទរបស់យើងបាទនេះគឺជាអត្ថបទដែលយើងបាន copy ពីគេមិញបាទឥឡូវយើងអត្ថបទមួយហើយអញ្ចឹងមិនសិនមានពេលច្រើនយើងអាចបង្កើតអត្ថបទបាន4 10 20មកឥឡូវឧទាហរណ៍ខ្ញុំបានអត្ថបទនេះមួយសិនបិទចោលអស់មកអញ្ចឹងដើម្បីភ្ជាប់ website របស់យើងជាមួយនឹង Facebook យើងអាចចូលទៅក្នុង Facebook វិញបាទអញ្ចឹងយើង copy មិញបាទកន្លែងនេះគឺមកជួរហ្នឹងកូដហ្នឹង right click copy មកយើងចូលទៅក្នុង blogger របស់យើងវិញយើងចូលទៅក្នុង template បាទចូលទៅក្នុង edit HTML តមកទៀតយើងរកពាក្យថា head បាទនេះពាក្យ head ណាបាទអញ្ចឹងយើង in ដាក់ mouse ឲ្យចំមកក្រុម head ហ្នឹងមកយើងផាសកូដហ្នឹងមកបាទ right click ផាសកូដហ្នឹងទៅពេលផាសហើយចុចពាក្យថា save template បាទពេល save ហើយយើងមើល website របស់យើងមកចុចលើ view blog ហ្នឹងទៅបាទនេះគឺជាឈ្មោះ website របស់យើងណាយើងយក website ហ្នឹងទៅ connect ជាមួយនឹងបាទ Facebook
ដើម្បីយកពាណិជ្ជកម្មមកដាក់អញ្ចឹងខ្ញុំ right click copy ឈ្មោះ website របស់យើងយើងចូល Facebook វិញបាទយើងផាសនៅកន្លែងណាបាទផាសកន្លែងនេះបាទកន្លែង URL ណាកន្លែងគឺឈ្មោះ website របស់យើងដែលយើងត្រូវផាសមកណាបាទអញ្ចឹងខ្ញុំ right click ផាសវាមកពេលផាសហើយចុចពាក្យថា claim URL បាទដើម្បីបញ្ជាក់ថាយើងបានដាក់កូដនេះនៅក្នុង blocker របស់យើងហើយដើម្បីថាយើងម្ចាស់ website នឹងតែម្ដងអញ្ចឹងចុចពាក្យថា claim URL មកតោះមកយករងចាំបន្តិចបាទបើបញ្ចេញសញ្ញា tick អញ្ចឹងបានន័យថាអូខេហើយណាបានន័យថាយើងបាន connect បានជោគជ័យហើយអញ្ចឹងខ្ញុំហ៊ានបន្តទៀតថ្មីដើម្បីយើងអាចយកពាណិជ្ជកម្មហ្នឹងយកមកដាក់ website របស់យើងបានអូខេឥឡូវយើងចាប់ដល់អ្នកនរគ្នាបាទអញ្ចឹងយើងចូលទៅក្នុងកន្លែងនេះបាទគឺ audience network បាទយើងចុចនៅកន្លែងសញ្ញាព្រួយនេះមួយមកតមកទៀតយើង tick នៅកន្លែងបាទលើនេះមួយហើយចុចពាក្យថា get start បាទតមកទៀតយើងរងចាំបន្តិចណាបាទតមកទៀតវាចេញប្រហែល link ក្នុងក្រុមនេះណាអញ្ចឹងយើងចូលទៅក្នុងបាទ your dashboard ណាខាងនេះវា approve មកយើងបាទអញ្ចឹងយើង application យើងគេ approve ហើយយើងអាចមានសិទ្ធិយក Facebook ad របស់យើងមកដាក់ website បានហើយអញ្ចឹងខ្ញុំហ៊ានបន្តយើងចូលទៅក្នុង your dashboard បាទចុចពាក្យថា your dashboard មកដើម្បីយើងទៅយកពាណិជ្ជកម្មមកដាក់ website របស់យើងបាទអញ្ចឹងកន្លែងនេះគឺកន្លែងមើល report បាទណាយើងមានគេ click ប្រមាណអីណាបាននេះជាចំណូលរបស់យើងឡើយនេះណាយើងអាចមើលដឹងបានថាយើងបានអីបានអូខេអញ្ចឹងដើម្បីយកកូដរបស់ Facebook ad មកដាក់លើ website ដើម្បីចេញជាពាណិជ្ជកម្មពេលគេចុចទៅយើងអាចបានចំណូលតាមហ្នឹងគឺយើងចូលទៅខាងឆ្វេងដៃបាទណាអញ្ចឹងខាងឆ្វេងដៃនេះគឺមានពាក្យថា placement បាទន័យថាគឺជាពាណិជ្ជកម្មនៅកន្លែងហ្នឹងហើយកន្លែង pay out នេះគឺជាកន្លែងដែលពេលដែលបានលុយហើយ Facebook pay យើងតាមណាអញ្ចឹងខ្ញុំនឹងបង្ហាញពេលក្រោយដែរហើយខ្ញុំបង្ហាញអានេះមុនសិនបាទដើម្បីយកកូដមកសិនហើយតបមកខ្ញុំបង្ហាញពីតើយើងដកលុយតាមណាតាមណាបាទឥឡូវចុចបន្ទាប់មកទៀតគឺចុចដល់ពាក្យថា placement បាទ placement មកបាទនៅកន្លែងនេះគឺយើងចុចពាក្យថា get code បាទតមកទៀតកន្លែង native នេះចុចសញ្ញាព្រួយមួយយើងយកពាក្យថា rectangle ណាបាទចុចកន្លែងហ្នឹងបាទនេះគឺជាកូដរបស់ក្រុមហ៊ុន Facebook ដែលយើងបានផ្ដល់ឲ្យយើងបាទយើងអាចដាក់មកកន្លែងហ្នឹងហើយចុចវាទាំងអស់មក right click copy បាទ copy ហើយយើងទៅដាក់នៅក្នុងបាទ website blogger របស់យើងវិញយើងចូលទៅក្នុង website របស់យើងវិញយើងអាចចូលទៅក្នុងបាទ post បាទខ្ញុំអាចដាក់មកលើ line របស់យើងវិញចុចពាក្យថា edit អញ្ចឹងនៅខាងលើអស់ខ្ញុំអាចដាក់កូដនៅលើអស់បាទលើណានៅកន្លែងនេះខ្ញុំអាចដាក់មកនៅដើមវាបំផុតខ្ញុំ enter ប្រហែលជា2 3មកដើម្បីឲ្យវាឃ្លាតឆ្ងាយបន្តិចហើយខ្ញុំឡើងលើវិញមកដាក់មកនៅលើគេអស់វិញហើយ right click ផាសមកបាទផាសមកនេះគឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook ហើយទៅពេលខ្ញុំចុច update ហើយជាមួយវាចេញបង្ហាញអត់ណាបាទចុចពាក្យថា update មកបាទហើយឃើញទេអញ្ចឹងយើងចូលទៅក្នុងប៉ុស្តិ៍របស់យើងវិញតោះមកយើងចុចមើល view បាទ view របស់យើងដល់វាចេញអត់ណាចុចពាក្យ view មកបាទជាមួយវាចេញពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook អត់បាទអូខេឥឡូវវាបានចេញពាណិជ្ជកម្មមកហើយបាទនេះគឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook បាទខ្ញុំដាក់នៅកន្លែងនេះមួយបាទអញ្ចឹងបានថាយើងដាក់នៅពីក្រោម title ហើយពីលើអត្ថបទរបស់យើងណាបាទហើយនៅខាងឆ្វេងដៃអញ្ចឹងបើសិនជាបងប្អូនចង់ដាក់នៅខាង sidebar នេះមួយទៀតបងប្អូនត្រូវ copy មកកូដមួយទៀតមកបាទអញ្ចឹងបងប្អូនចូលទៅក្នុង blog របស់យើងវិញបាទយើងចូលទៅ edit របស់យើងចាស់មកបាញ់បាទនេះណាអញ្ចឹងកូដរបស់យើងក៏នៅអណ្ដាលទេបាទយើងគ្រាន់ copy មក right click copy ហើយបិទវាទៅហើយយើងចូល new post បាទចូល new post មកយើងដាក់កូដអង្សារថ្មីបាទ right click ផាសមកខ្ញុំដាក់ test ចុះ test add Facebook ហ្នឹងទៅ2បាទហើយនៅក្រោមនេះបងអាចសរសេរអត្ថបទមកបាទសរសេរអីផ្សេងមកនៅក្រោមហ្នឹងបងអាចទៅ copy វាគេឬបង្កើតខ្លួនឯងសរសេរខ្លួនឯងមកចុចសរសេរទៅហើយបន្ទាប់មកចុចពាក្យថា public បាទចុច public ទៅនេះចាស់ខ្ញុំលុបចោលបាទនេះគឺជាប៉ុស្តិ៍ទី2បាទអត្ថបទទី2របស់យើងណាអញ្ចឹងគឺយើងដាក់ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook ហើយមិញហ្នឹងដល់ចុចលើវាតើវាមើលទៅឃើញអត់ណាបាទអញ្ចឹងខ្ញុំអាចចុចលើ view មកបាទកាលនេះចេញមកទៀតហើយបាទនេះគឺជាពាណិជ្ជកម្មរបស់ក្រុម Facebook បាទនេះគឺជាពាណិជ្ជកម្មរបស់ក្រុម Facebook ដែរបាទណាគឺខ្ញុំដាក់នៅខាងនេះគេហៅថា sidebar អញ្
ចឹងបងប្អូនអាចទៅ copy អាកូដហ្នឹងដាក់នៅ sidebar បានបាទយើងចូលក្នុង blog របស់យើងវិញបាទចឹងបងប្អូនចូលពាក្យថា edit ហ្នឹងទៅហើយ copy អាកូដហ្នឹងបាទបើទាំងអស់ហើយក៏ right click copy ដល់អាកូដខាងរបស់ Facebook ហ្នឹងទេហើយបិទចោលទៅយើងចូលទៅក្នុង layout បាទហើយចូលនៅក្នុងនេះវាមានកន្លែងយើង add ចូលបាទមុនចុចពី edit មកបើសិនមានស្រាប់បងប្អូនចុចពី edit បាទចុច edit ហើយបងប្អូនផាសអាកូដចូលបាទបាទនេះគឺសារកូដខ្ញុំដាក់ឲ្យម្ដងហើយគឺវាចេញចេះបាទណាអញ្ចឹងខ្ញុំអាចដាក់ថ្មីបានណា right click ផាសមកហើយចុចពាក្យ save បាទណាហ្នឹងមិនបងប្អូនដាក់មួយខ្ញុំដាក់មួយវាចេញមកហើយនឹងមួយបើសិនខ្ញុំដាក់មួយទៀតបងប្អូនអាច add new budget មកហើយយកបាទ HTML មកបាទនេះណាចូល HTML ឬ JavaScript ចុចលើហ្នឹងមកវាឲ្យយើង add មួយទៀតអញ្ចឹងយើងចាំបានមួយទៀតយើងក៏ right click ខាងក្រោមនេះបាទ right click ផាសមកជិះ save អញ្ចឹងមិនដឹងខ្ញុំដាក់2បាទអញ្ចឹង2ពាណិជ្ជកម្មអញ្ចឹងមកយើង refresh វិញមកបាទចុច F5 ឬចុចលើ refresh មកវាចេញ2ពាណិជ្ជកម្មបាទនេះខ្ញុំ refresh បាទចេញ2បាទហើយនេះគឺជាពីក្រោម title ហើយពីលើអត្ថបទរបស់ជាខាងនេះគឺនៅ sidebar បាទមកខ្ញុំដាក់2បាទអញ្ចឹងវាហាញ2ដូចគ្នាទី1ទី2ហ្នឹងបាទអញ្ចឹងពេលដែលគេចុចលើកន្លែងហ្នឹងគឺយើងបានលុយចុចនេះគឺយើងបានលុយណាបាទអញ្ចឹងបងប្អូនអាចយក template ហ្នឹងមួយទៅវាដាក់ពាណិជ្ជកម្មហ្នឹងដើម្បីយើងយកពាណិជ្ជកម្មហ្នឹងដាក់នៅលើ website ផ្សេងមួយទៀតណាបាទអញ្ចឹងការយកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Facebook មកដាក់លើ website របស់យើងគឺមានតែប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹងបង្ហាញពីវិធីនៃការដកលុយតាម Facebook តើពេលរកលុយទៅយើងដកលុយឡើងណាបាទណាអញ្ចឹងយើងចូលទៅក្នុង Facebook របស់យើងវិញបាទឥឡូវយើងចូលមកដល់កន្លែង Facebook របស់យើងវិញបាទយើងអញ្ចឹងដើម្បីទៅដាក់ឈ្មោះដាក់ព័ត៌មានផ្សេងៗដើម្បីក្នុងការដកលុយតាម Facebook នេះគឺយើងចូលទៅក្នុងខាងឆ្វេងដៃបាទណាខាងឆ្វេងដៃរបស់យើងនេះគឺមានកន្លែងមួយគេដាក់ពាក្យថា pay out បាទបានន័យថាការ pay លុយមកឲ្យយើងវិញតាមអីគេយើងចុចលើកន្លែងហ្នឹងមកបាទអញ្ចឹងដំបូងផុតគឺយើងត្រូវទៅ register new company សិនបាទណាអញ្ចឹងយើងចុចមកចុចពីថា register new company តមកទៀតនេះគឺឈ្មោះក្រុមហ៊ុនឈ្មោះក្រុមហ៊ុនដាក់ឈ្មោះគេឥឡូវយើងអត់មានក្រុមហ៊ុនទេយើងលក្ខណៈឯកជនយើងដាក់ឈ្មោះយើងមកបាទខ្ញុំដាក់មកដាក់អញ្ចឹងទៅហើយកន្លែងនេះយើងយកបាទ individual ចឹងហើយគឺលក្ខណៈឯកជនផ្ទាល់ខ្លួនអញ្ចឹងដាក់មកលេខផ្ទះលេខផ្លូវរបស់យើងលេខប៉ុន្មានអញ្ចឹងខ្ញុំដាក់លេខផ្ទះលេខគេដាក់សិនទៅបាទបាទនេះគឺជាសាច់ឋានទី2បាទសាច់ទី2នេះយើងចង់ដាក់ក៏បានបាច់ក៏បានបាទនេះ optional ហមายថាយើងចង់ដាក់ក៏បានអត់បានប៉ុន្តែកន្លែង city នេះគឺតម្រូវតែដាក់បាទ city zip អីហ្នឹងនៅ city របស់យើងគឺនៅភ្នំពេញដាក់ភ្នំពេញមកបាទ zip នេះវាអាច12000អីហ្នឹងទៅឬក៏855មកណាប្រទេសយើងដាក់ Cambodia មកបាទឬ Cambodia ហើយ state របស់យើងនេះគឺនៅភ្នំពេញដាក់ភ្នំពេញមកយើងរើមកភ្នំពេញបាទ email របស់យើងអាចប្រើ email មួយណាអញ្ចឹងយើងដាក់ដល់នៅ email របស់យើងបាទលេខទូរស័ព្ទរបស់យើងដាក់មកបាទចាខុស098743071ឡើយតាក់ខ្ញុំមិនដាក់ទេបាទអញ្ចឹងតាក់ ID number នេះគឺយើងត្រូវដាក់ប៉ុន្តែជាងមុនដាក់យើងចុចកន្លែងនេះសិនមកចុចតាក់ ID បាទចុចកន្លែងហ្នឹងមកហើយកន្លែងនេះយើងអាចដាក់ account ធនាគាររបស់យើងបាទ ABA ឬក៏ ANZ ឬក៏ Exida ឬក៏ Maybank យើងដាក់ហ្នឹងណាបាទអញ្ចឹងខ្ញុំចង់ដាក់យើងដាក់សិនមកបាទខ្ញុំដាក់ account ធនាគារ ABA ហ្នឹងទៅតិចយកតាក់ ID order មកហើយចុច continue ណាបាទឃើញទេអញ្ចឹងពេលយើងបន្ទាប់ពីបំពេញព័ត៌មាននៅជំហានទី1មកវាចូលដល់ជំហានទី2អញ្ចឹងក្នុងនេះវាមានបាទ1 2 3 4 5ជំហានអញ្ចឹងទៅអញ្ចឹងខ្ញុំចូលមកជំហានទី1ហើយខ្ញុំចូលដល់ជំហានទី2អញ្ចឹង first name របស់យើងអីគេអញ្ចឹងយើងដាក់មកផ្សេងទៅ middle last name របស់យើងចំណាត់ថ្ងៃខែកំណើតមកបាទអញ្ចឹងយើងអាចធីកយក business owner address is the same as company address យើងធីកយកហ្នឹងទៅបាទ state របស់យើងដាក់
ភ្នំពេញមកអត់មាននៃ continue សិនមើលបាទបន្តមកទៀតកន្លែងនេះហើយជាកន្លែងដែលយើងតែបំពេញព័ត៌មានចាំបាច់បាទដែលយើងពេលដែលយើងបានលុយយើងដកតាមណាគឺដកតាមហ្នឹងហើយបាទគឺយ៉ាងនេះយើងយកជា account ធនាគារបាទយើងអាចបើសិនមាន account ធនាគារស្រុកខ្មែរយើងដាក់ account ធនាគារមកតែបើយើងមាន account PayPal យើងអាចដាក់ PayPal បានបាទណាអញ្ចឹងយើងអាចដាក់ account ធនាគារមកថតថាឥឡូវខ្ញុំមាន account ធនាគារមួយចុះអញ្ចឹងយើងដាក់ឈ្មោះ account ធនាគាររបស់យើងជាមួយគេ bank name អញ្ចឹងយើងអាច search Google មកនេះគឺជាឈ្មោះធនាគាររបស់ក្រុមហ៊ុន ABA បាទ Advance Bank of Asia Limited ហ្នឹងទៅយើងអាចបំពេញមកហើយក្រុមនេះ bank brand បានទីតាំងសាខារបស់ក្រុមហ៊ុនរបស់ធនាគារនៅណាឡើយបើខ្ញុំបង្កើតនៅភ្នំពេញខ្ញុំដាក់ភ្នំពេញមកហើយតមក account ធនាគារហ្នឹងនៅក្នុងប្រទេសឯគេអញ្ចឹងយើងដាក់មក Cambodia បាទហើយអានេះគឺឈ្មោះយើងជាម្ចាស់ account តើយើងឈ្មោះអីយើងដាក់មកបាទឲ្យដូចនឹងឈ្មោះរបស់យើងនៅក្នុង account ធនាគាររបស់យើងបាទនេះគឺ Swift code នេះគឺជាលេខដែលក្រុមហ៊ុននានាក្នុងពិភពលោកហ្នឹងគេត្រូវវេលុយចូល account របស់យើងបាទអញ្ចឹងមកអត់មាន account ហ្នឹងគេអត់អាចវេលុយចូលបានផ្ញើលុយចូលទេណាបាទអញ្ចឹងយើងត្រូវយក Swift code ហ្នឹងមកអញ្ចឹងមកយើងប្រើ account ធនាគារ ABA យើងទៅសួរគេទៅបាទឬ search Google ទៅគឺមាន Swift code ហ្នឹងហើយបាទបើប្រើ SD ដែរយើង search Google ឬ call សួរគេទៅគេប្រាប់ហើយបាទអញ្ចឹងខ្ញុំអាច search Google មកវាចេញមកអញ្ចេះបាទនេះគឺជា account ធនាគារ ABA អញ្ចឹង Swift code របស់វាគឺលេខនេះបាទណាអាលើនេះគឺ SD ដែរនេះលើនេះបាទក្រោមទី4នេះគឺ Answer Royal ហើយអញ្ចឹងគឺវាមានរៀងខ្លួនបាទណាអញ្ចឹងខ្ញុំ copy អានេះមក right click copy គឺជា Swift code បាទនេះជា Swift code ណារបស់ក្រុមហ៊ុន ABA មិញហ្នឹងអញ្ចឹងយើងដាក់ចូលកន្លែងនេះមកផាសចូលខាងក្រោមនេះគឺ account number អញ្ចឹង account number ត្រូវដាក់ចាំបាច់កន្លែងហ្នឹងណាបាទយើងអាចឆែកនៅក្នុង account របស់យើងនៅដឹងហើយឬក៏សភៅរបស់យើងគេឲ្យក៏មានលេខ account បាទលេខ account number របស់យើងដែរអញ្ចឹងយើងវាយចូលមកឧទាហរណ៍ដាក់អញ្ចឹងសិនទៅបាទទីទាំងពីរបាទទីទាំងពីរនេះណាហើយចុចពាក្យថា continue មកបាទបន្ទាប់មកយើងចូល continue មួយទៀតបាទបានន័យថាយក company was created successfully អញ្ចឹងបានហើយអញ្ចឹងចុចពាក្យ finish បាទអញ្ចឹងបានថាយើងជោគជ័យហើយអញ្ចឹងពេលដែលយើងបានលុយគ្រប់100 like អាចដកបានអញ្ចឹងឡើយយើងមើលណាវាប្រាប់ន័យថាយើងអាចដកលុយបានលុះត្រាតែលុយរបស់យើងហ្នឹងចាប់ពី$100ឡើងលើណាបាទបើថាអត់គ្រប់$100ទេវានឹងទុកសិនវានឹងបើកនៅខែបន្ទាប់ទៀតអញ្ចឹងអត់ដល់គ្រប់$100យើងអាចដកលុយបានតាមហ្នឹងហើយបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងដែលต้องការដាក់ព័ត៌មានហើយយកកូដពាណិជ្ជកម្មនៅ web blogger website របស់យើងមកហើយតើតើនឹងការឆែកមើលមានគេคลิกមកយូរមកមិនអាចចូលកន្លែងនេះបាទចុចពាក្យថា permanent មកជាពាក្យ permanent វាចេញមកហើយកន្លែងនេះណាខាងក្រោមនេះណាអញ្ចឹងន័យថាឥឡូវនឹងមាន impression 11មានបាទមានគេคลิกប្រមាណអីប្រមាណយើងមានយើងអាចមើលដឹងបាននៅកន្លែងនេះបាទណាកន្លែងនេះគឺជាចំនួនលុយដែលយើងរកបានឧទាហរណ៍ថាថ្ងៃហ្នឹងមានគេคลิกមកคลิกអញ្ចឹងមកคลิกបានប៉ុន្មានវាបង្ហាញលើហ្នឹងអញ្ចឹងវាលុយបង្ហាញលើនេះដែរណាបាទណាបាទនេះគឺជា page មួយដែលយើងបាន apply មិញហ្នឹងបាទយើងអាច apply បានច្រើន page បាទន័យថា page មួយគឺមានមួយ website អញ្ចឹងណាអញ្ចឹងយើងអាចមើល report កន្លែងហ្នឹងបានហើយខ្ញុំមើល report ជាមួយនឹង page មួយទៀតបាទនេះ page យើងទៅបង្កើតមិញអត់មានការคลิกអត់បានលុយទេអញ្ចឹងបានន័យថាខ្ញុំមានច្រើន page អញ្ចឹងខ្ញុំអាចចុចលើកន្លែងនេះបានណាដើម្បីមើល page ផ្សេងទៀតណាយើងអាចចុចសញ្ញាព្រួយនេះមកឧទាហរណ៍ចង់មើល page មួយនេះចុះបាទ page Dota to Fit នេះចុះខ្ញុំចុចលើវាទៅបាទនេះខ្ញុំមើល report ជាមួយនឹង page មួយទៀតបាទហើយចុចមើលនៅកន្លែង audience network នៅដែរមកហើយចុចមើលនៅកន្លែង permanent បាទចុច permanent មកយើងឃើញបាទយើងឃើញមើលថ្ងៃទី28 2016អញ្ចឹងទៅគឺមានបាន2សេននេះគេដែរបាទណានេះសំបីតែ impression ក៏យើងបានលុយមិនចាំបាច់តែគេ click មេចការមែនទេបាទអញ្ចឹងបាទ load 100 impression គេឃើញ100ដងយើងបាន1សេនបានអីអញ្ចឹងណាបាទតែបើសិនគេ click មេចការនឹងទៀតអានោះទៅបានថ្លៃតែម្ដងខ្ញុំអត់ដឹងថាបានប៉ុន្មានទេបាទមក click 5សេន10សេនខ្ញុំអត់ដឹងទេសំខាន់គេ click ទៅបានថ្លៃជាង view ហ្នឹងវាទូទៅណានៅបាទនេះ page យើងតាមបង្កើតបាន page 2ទេអញ្ចឹងបើសិនបងប្អូនមាន page ច្រើនបងប្អូនអាចដាក់ apply បាន page ច្រើនមក page 410យើង apply 410ដែរមកអូខេអញ្ចឹងមានតែប៉ុណ្ណឹងក្នុងការ apply ជាមួយនឹង Facebook Ad
អរគុណច្រើនសម្រាប់ការតាមដានជាមួយនឹងវីដេអូហ្នឹងហើយជូនពរទទួលបានជោគ